មុខរាជរដ្ឋាភិបាលរបស់កម្ពុជាយើងលោកលើកឡើងថាកុំតូចចិត្តនឹងវាសនាកុំតវ៉ានឹងព្រំលិខិតប៉ុន្តែនេះគឺជាការលើកឡើងមួយដែលល្អមែនទែនប៉ុន្តែក្នុងនាមជាអ្នកនយោបាយខ្ញុំសូមសួរមកបន្តិចថាតើការទាមទារយុត្តិធម៌ជាការតវ៉ានឹងព្រំលិខិតឬក៏ជាសិទ្ធិរបស់ប្រជាពលរដ្ឋហើយសំណួរបន្តថាតើវាសនាហ្នឹងជាអ្នកបង្កើតច្បាប់ហើយអាព្រំលិខិតហ្នឹងជាអ្នកតែងតាំងមន្ត្រីហើយតើវាសនាហ្នឹងជាអ្នកបង្កើតការងារឬក៏លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋចម្លើយគឺអត់មែនទេចម្លើយគឺអត់មានវាសនានឹងព្រំលិខិតជាអ្នកបង្កើតច្បាប់ជាអ្នកតែងតាំងមន្ត្រីជាអ្នកបង្កើតការងារជាអ្នកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនោះទេពីព្រោះអីវាសនានឹងព្រំលិខិតអាចជាជំនឿរបស់បុគ្គលប៉ុន្តែជោគវាសនារបស់ប្រទេសមិនត្រូវកំណត់ដោយជំនឿទេវាត្រូវកំណត់ដោយការដឹកនាំល្អច្បាប់ដោយស្មារតីស្ថាប័នដែលរឹងមាំនិងឱកាសសម្រាប់ប្រជាពលរដ្ឋគ្រប់រូបហើយលើកឡើងថាមានមន្ត្រីហើយមានរដ្ឋមន្ត្រីខ្លះធ្លាប់ជាកូនកំព្រាមកពីគ្រួសារក្រីក្របើពិតមែននោះវាជារឿងល្អហើយគួរឲ្យគោរពមែនទែនប៉ុន្តែប្រជាពលរដ្ឋមិនស៊ូអំពីមនុស្សពីរបីនាក់ទេមិនស៊ូមនុស្សដែលយើងឃើញថាសិតតែងារខ្ពង់ខ្ពស់មានលុយមានឡានទេប្រជាពលរដ្ឋស៊ូថាតើកូនអ្នកក្រទាំងអស់ហ្នឹងមានឱកាសដូចគ្នាដែរទេបើប្រព័ន្ធពិតជាយុត្តិធម៌មនុស្សមិនចាំបាច់ប្រាប់ថាខ្ញុំធ្លាប់ក្រដើម្បីបញ្ជាក់ទេប្រព័ន្ធនឹងបង្ហាញដោយខ្លួនឯងថាមនុស្សគ្រប់រូបអាចជោគជ័យទៅដោយសមត្ថភាពរបស់ខ្លួនពួកគេផ្ទាល់បើអ្នកក្រីក្រនៅតែក្រីក្រយើងមិនគូប្រាប់ពួកគេថានេះជាវាសនាទេយើងគូសួរថាតើការអប់រំល្អគ្រប់គ្រាន់ដែរឬទេតើការងារមានគ្រប់គ្រាន់ដែរឬទេតើការប្រកួតប្រជែងមានភាពស្មើគ្នាដែរឬទេបងប្អូនប្រជាពលរដ្ឋជនរួមជាតិជាទីគោរពបើអ្វីសុទ្ធតែវាសនានោះហេតុអ្វីបានជាយើងចាំបាច់មានការបោះឆ្នោតហេតុអ្វីបានជាយើងត្រូវមានហេតុអ្វីបានជាយើងមានរដ្ឋាភិបាលហេតុអ្វីបានជាយើងមានច្បាប់និងផែនការអភិវឌ្ឍជាតិចម្លើយគឺព្រោះការសម្រេចចិត្តរបស់មនុស្សអាចផ្លាស់ប្ដូរជោគទៅវាសនារបស់ប្រទេសជាតិបានដូច្នេះការទាមទារយុត្តិធម៌មិនមែនជាការតវ៉ានឹងព្រំលិខិតទេការទាមទារយុត្តិធម៌គឺជាការរំលឹកឲ្យអ្នកកាន់អំណាចបំពេញការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋហើយប្រជាពលរដ្ឋមិនសុំឲ្យអាណាអាណិតទេមិនសុំឲ្យអ្នកណាអាណិតទេប្រជាពលរដ្ឋមិនសុំអំណោយទេប្រជាពលរដ្ឋមិនសុំឯកសិទ្ធិមិនសុំអភ័យឯកសិទ្ធិទេប្រជាពលរដ្ឋសុំតែមួយគត់គឺឱកាសស្មើគ្នានឹងយុត្តិធម៌សូមកុំឲ្យអាពាក្យវាសនាคล้ายទៅជាហេតុផលដែលធ្វើឲ្យអ្នកមានអំណាចគេចពីការទទួលខុសត្រូវហើយសូមកុំឲ្យអាពាក្យព្រំលិខិតហ្នឹងคล้ายទៅជាហេតុផលដែលធ្វើឲ្យប្រជាពលរដ្ឋបោះបង់នៅក្តីសង្ឃឹមអនាគតរបស់កម្ពុជាមិនត្រូវសរសេរដោយជោគវាសនាឬព្រំលិខិតទេអនាគតរបស់កម្ពុជាត្រូវសរសេរដោយការខិតខំរបស់ប្រជាពលរដ្ឋនិងការដឹកនាំដែលស្មោះត្រង់យុត្តិធម៌និងការទទួលខុសត្រូវសូមឲ្យកម្ពុជាក្លាយជាប្រទេសដែលកូនអ្នកក្រកូនអ្នកមានកូនកសិករនិងកូនកម្មករកូនពលករមានឱកាសស្មើគ្នាក្នុងការសម្រេចក្តីសុបិនរបស់ខ្លួននោះទើបជាជោគជ័យនោះទើបជាជ័យជំនះដ៏ពិតប្រាកដរបស់ជាតិបាទសូមគិតម្ដងទៀតដើម្បីកម្ពុជាសូមគោរពនិងអរគុណ